វិធីចម្រាន់ទ្រព្យបន្ថយបំណុលនាំលុយចូលដំបូងគេត្រូវមានចំណេះដឹងអំពីរឿងលុយកាក់សិនចំណេះដឹងមូលដ្ឋានគេត្រូវដឹងថាអ្វីជាទ្រព្យអ្វីទៅជាបំណុលទ្រព្យគឺជាអ្វីដែលបង្កើតលុយកាន់តែច្រើនឡើងដល់ម្ចាស់ឧទាហរណ៍ដូចជាភាគហ៊ុនថ្លៃកម្មសិទ្ធិបញ្ញានិងការចងការប្រាក់ជាដើមបំណុលគឺជាអ្វីដែលកាត់បន្ថយលុយរបស់ម្ចាស់ឲ្យកាន់តែតិចទៅមនុស្សរាល់គ្នាតែងយល់ថាផ្ទះនិងឡានគឺជាទ្រព្យការយល់បែបនេះអាចត្រូវហើយក៏អាចខុសដែរគឺអាស្រ័យទៅលើការប្រើប្រាស់របស់ម្ចាស់ភាគច្រើនរបស់ទាំងនេះចាត់ទុកថាជាបំណុលព្រោះរបស់ទាំងនេះត្រូវបានម្ចាស់ចាយលុយជាប់ជាប្រចាំផ្ទះត្រូវការថែរក្សាជួសជុលហើយបើជាផ្ទះដែលបងរំលំទៀតសោតនោះម្ចាស់ត្រូវបង់រាល់ខែឬរាល់ឆ្នាំថែមទៀតផងរថយន្តត្រូវលាងជួសជុលប្ដូរប្រេងចាក់សាំងលក្ខណៈប៉ុន្តែរបស់ទាំងនេះក៏អាចคล้ายទៅជាទ្រព្យវិញដែរប្រសិនបើម្ចាស់វាចេះប្រើប្រាស់វាបង្កើតលុយផ្ទះដាក់ជួលបានលុយឡានដាក់ជួលក៏បានលុយអ្នកមាននិងអ្នកក្រខុសគ្នាត្រង់អ្នកមានទិញទ្រព្យឯអ្នកក្រទិញបំណុលអ្នកក្រភាគច្រើនធ្វើការដើម្បីបានលុយឯអ្នកមានប្រើលុយឲ្យធ្វើការទេប្រភពចំណូលចម្បងឬតែមួយគត់របស់អ្នកក្រគឺប្រាក់ខែប្រាក់ដែលបានមកត្រូវចំណាយមួយភាគធំឬទាំងស្រុងទៅលើចំណាយនិងយកទៅទិញបំណុលចំណាយរួមមានដូចជាទឹកភ្លើងសម្លៀកបំពាក់ចំណាយប្រចាំថ្ងៃនិងឈ្នួលផ្ទះជាដើមក្រៅពីនេះនៅបាំងទិញបំណុលដូចជាប័ណ្ណអេណូនទៀននិងផ្ទះបង់រំលោះការប្រើប័ណ្ណអេណូនទៀនមើលទៅជីវិតហាក់ដូចជាហឺហាណាស់ព្រោះអាចចាយវាយទិញទំនិញតាមសេចក្តីត្រូវការដោយមិនចាំបាច់មានប្រាក់ខ្លួនឯងតែកុំភ្លេចថាត្រូវបង់សងការប្រាក់ទៅឲ្យគេវិញហើយបើជូនជីចេដានសងយឺតការកំណត់ទៀតនោះនឹងត្រូវទទួលពិន័យបង់ការប្រាក់មួយកម្រិតទៀតនេះបង្ហាញពីភាពមិនឆ្លាតវៃក្នុងរឿងលុយកាក់ក្រឡេកមកមើលការប្រាយលុយរបស់អ្នកមានវិញអ្នកមានបានចំណូលពីខ្ទង់ទ្រព្យច្រើនយ៉ាងរបស់ខ្លួនរួមមានដូចជាភាគហ៊ុនកម្មសិទ្ធិបញ្ញាអចលនទ្រព្យនិងចងការប្រាក់ដែលបំលែងទៅជាចំណូលប្រាក់ចំណេញថ្លៃកម្មសិទ្ធិបញ្ញាថ្លៃឈ្នួលនិងការប្រាក់អ្នកឆ្លាតវៃខាងលុយកាក់ព្យាយាមបង្កើតទ្រព្យឲ្យបានច្រើនហើយកាត់បន្ថយបំណុលឧទាហរណ៍បើគេចង់ទិញផ្ទះគេនឹងប្រើលុយអ្នកដទៃយកទៅទិញហើយទៅអ្នកដទៃមួយទៀតសងជំនួសមានន័យថាខ្ចីលុយទីធនាគារយកទៅទិញផ្ទះហើយដាក់ផ្ទះនោះជួលរួចយកថ្លៃឈ្នួលទៅបង់សងរំលោះធនាគារដើម្បីឲ្យមានភាពឆ្លាតវៃក្នុងរឿងលុយកាក់តើគេត្រូវមានចំណេះអ្វីខ្លះ 1. ចំណេះដឹងផ្នែកគណនេយ្យ 2. ចំណេះដឹងផ្នែកបណ្ដាក់ទុន 3. ចំណេះដឹងផ្នែកទីផ្សារ 8. ចំណេះដឹងផ្នែកច្បាប់ដើម្បីនឹងមានលុយកាក់ហូរចូលច្រើនមានត្រឹមតែចំណេះមិនគ្រប់គ្រាន់ទេគេត្រូវចំណេះភាពភ័យខ្លាចគំនិតអវិជ្ជមានភាពខ្ជិលច្រអូសទម្លាប់អាក្រក់និងការមើលស្រាលការងារធម្មជាតិជាមនុស្សតែងភ័យខ្លាចជារឿងធម្មតាភ័យនេះភ័យនោះភ័យរកស៊ីខាតត្រូវចាំថានេះគ្រាន់តែជាគំនិតអវិជ្ជមានប៉ុណ្ណោះគំនិតអវិជ្ជមានធ្វើឲ្យយើងមើលមិនឃើញឱកាសធ្វើឲ្យយើងមើលឃើញតែចំណិតអាក្រក់នៅក្នុងសង្គមជាក់ស្ដែងអ្នកហ៊ានច្រើនបានទទួលជោគជ័យក្រៅពីនេះគេត្រូវបំបត្តិទម្លាប់អាក្រក់និងបង្កើតទម្លាប់ល្អទម្លាប់សន្សំលុយកាក់ទម្លាប់ស្វែងរកប្រភពលុយថ្មីនិងទម្លាប់វិនិយោគដោយវិភាគពិចារណាតាមហេតុផលមិនមើលស្រាលការងារប្រការសំខាន់បំផុតគឺការតាំងចិត្តធ្វើយ៉ាងពិតប្រាកដថាខ្លួនប្រាថ្នាចង់ក្លាយជាអ្នកមានបើមិនដូច្នោះទេក៏មិនសម្រេចផលអ្វីឡើយបន្ទាប់មកត្រូវសេពគប់មិត្តដោយប្រុងប្រយ័ត្នគួរឧស្សាហ៍តាក់ទងជាមួយមិត្តណាដែលពូកែរកស៊ីនិងមានគំនិតវិជ្ជមានគួរជៀសវាងមិត្តដែលមិនមានលុយនិងមានតែគំនិតអវិជ្ជមានព្រោះពួកគេមុខតែនឹងនិយាយថាទៅមិនរួចទេយើងត្រូវឈរលើចំហខ្លួនឯងបើពុំដូច្នោះទេឱកាសល្អក៏នឹងបាត់បង់ទៅការរកស៊ីត្រូវបាត់បែនទៅតាមកលៈទេសៈពោលគឺមិនងាប់ក្រឡាអ្នកត្រូវអាចរៀនសូត្រនៅចំណេះដឹងថ្មីក្នុងពេលដ៏ខ្លីមួយអ្នកត្រូវចេះយកចិត្តមើលថែអ្នកនាំប្រយ័ត្នឲ្យអ្នកនាំអតិថិជនឬអ្នកស៊ីកម្រៃជាងសារជួយអ្នកដទៃគឺជួយខ្លួនឯង